ក្រសួងឧស្សាហកម្មសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីមាត្រាសាស្ត្រនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារមាត្រាសាស្ត្រដល់មន្ត្រីពាក់ព័ន្ធនៅខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី28 ខែតុលាឆ្នាំ2025លោកជំទាវ ឡាយ ណាវិនរដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងលោកសាន់ ដារិតអភិបាលរងខេត្តមណ្ឌលគិរីបានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារមាត្រាសាស្ត្រដោយមានការចូលរួមពីសំណាក់លោកសុក ប៊ុនធឿនអនុប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តកងកម្លាំងទាំង3ប្រធានអនុប្រធាននាយកដ្ឋាននីតិកម្មមាត្រាសាស្ត្រមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិមន្ទីរអង្គភាពពាក់ព័ន្ធដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តមណ្ឌលគិរីលោកជំទាវ ឡាយ ណាវិនរដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍មានប្រសាសន៍ថាវិស័យមាត្រាសាស្ត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រសុខុមាលភាពរបស់សង្គមនិងទំនើបកម្មដោយគាំទ្រលើផ្នែកពាណិជ្ជកម្មបទបញ្ញត្តិបច្ចេកទេសបទបញ្ជាបច្ចេកទេសការផលិតនិងការការពារអតិថិជនដែលវាពាក់ព័ន្ធស្ទើរគ្រប់ផ្នែកនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិលោកជំទាវបន្តថាច្បាប់មាត្រាសាស្ត្រក្រសួងបានរៀបចំចាប់ផ្ដើមពីឆ្នាំ2019មកម្លេះហើយការរៀបចំសិក្ខាសាលានាថ្ងៃនេះដើម្បីបញ្ជ្រាបការយល់ដឹងឲ្យកាន់តែច្បាស់ពាក់ព័ន្ធនឹងវិស័យមាត្រាសាស្ត្រនៅកម្ពុជាដែលត្រូវបានអភិវឌ្ឍយ៉ាងល្អក្នុងការលើកកម្ពស់គុណភាពនៃផលិតកម្មធានាការធ្វើពាណិជ្ជកម្មប្រកបដោយយុត្តិធម៌និងប្រកួតប្រជែងការប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រដែលមានភាពត្រឹមត្រូវនិងសុក្រឹតភាពដើម្បីរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចជាតិកម្ពុជាលោកជំទាវក៏បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុនរោងចក្រសិប្បកម្មនិងស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់សូមយកចិត្តទុកដាក់ខ្ពស់លើបទបង្ហាញរបស់វាគ្មិនព្រមទាំងលើកឡើងជាសំណួរបញ្ចេញមតិយោបល់ដើម្បីចូលរួមឲ្យបានផុសផុលក្នុងសិក្ខាសាលានេះលោកសាន់ ដារិតអភិបាលរងខេត្តមណ្ឌលគិរីបានឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលបានកំណត់យកអាទិភាពគន្លឹះ5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យា Digital សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី4និងបដិវត្តកម្ម Digital នៃសេដ្ឋកិច្ចនិងសង្គមលោកបន្ថែមថាខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានការរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែមាន